ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel YouTube Good Parents ឪពុកម្ដាយល្អនៅក្នុងថ្ងៃនេះយើងនិយាយអំពីការស្ដីបន្ទោសទៅលើកូននៅពេលដែលគាត់រៀនមិនទទួលបានលទ្ធផលល្អជាការពិតណាស់បងប្អូនទាំងអស់គ្នាខ្ញុំជឿជាក់ថាឪពុកម្ដាយគ្រប់រូបតែងតែទន្ទឹមចង់បាននៅលទ្ធផលយ៉ាងល្អពីកូនរបស់គាត់យ៉ាងណាមិញក៏មានឪពុកម្ដាយមួយចំនួនដែលគាត់តែងតែធ្វើការស្ដីបន្ទោសនៅពេលដែលកូនរបស់គាត់ទទួលបានលទ្ធផលមិនគួរចិត្តរបស់គាត់ឬក៏មិនល្អអញ្ចឹងទៅយ៉ាងណាក៏ដោយនៅត្រង់ចំណុចនេះខ្ញុំចង់លើកជាឧទាហរណ៍ជាក់ស្ដែងទាក់ទងទៅនឹងផលប៉ះពាល់នៅពេលដែលយើងតែងតែធ្វើការស្ដីបន្ទោសទៅលើកូនរបស់យើងនៅពេលដែលគាត់ទទួលបានលទ្ធផលមិនល្អដោយសារតែខ្ញុំនៅក្នុងវិស័យអប់រំស្រាប់អញ្ចឹងខ្ញុំក៏យល់អារម្មណ៍មួយនឹងដូចគ្នាហើយខ្ញុំក៏មានចំណុចខ្លះនៅក្នុងការជួយកែប្រែស្ថានភាពពីកូនពីក្មេងដែលគាត់ទទួលបានលទ្ធផលមិនល្អហើយអាចខ្លាចទៅជាលទ្ធផលល្អជាទីគាប់ចិត្តដែលម៉ាក់ប៉ាគ្រប់រូបចង់បានដូចនេះសូមចុច Subscribe ដោយដាក់សញ្ញាកណ្ដឹងបើគិតថាវាមានតម្លៃសម្រាប់បងប្អូនទាំងអស់គ្នាជាការពិតណាស់បងប្អូនទាំងអស់គ្នាខ្ញុំយល់អំពីអារម្មណ៍ក៏ជាទឹកចិត្តណាក៏ចង់ឲ្យកូនល្អពូកែឆ្លាតនោះដែរតែយ៉ាងណាមិញមិនមែនក្មេងមិនមែនសិស្សគ្រប់គ្នាសុទ្ធតែអាចធ្វើបាននោះទេវាមានកម្រិតស្តង់ដារផ្សេងពីគ្នាដូច្នេះហើយយើងមិនអាចវាស់វែងយើងមិនអាច compare ជាមួយនឹងសិស្សដទៃបានទេជាមួយនឹងកូនគេដទៃបានទេប៉ុន្តែអ្វីដែលយើងត្រូវធ្វើក្នុងនាមជាអាណាព្យាបាលបើទោះបីជាកូនរបស់យើងមិនពូកែកូនរបស់យើងទទួលបានលទ្ធផលមិនល្អក៏មិនមែនក៏ប៉ុន្តែអ្វីដែលយើងត្រូវធ្វើមិនមែនជាការស្ដីបន្ទោសទេមិនមែនជាការខឹងទេមិនមែនជាការគុំគួនមិនមែនជាការស្អប់មិនមែនជាការប្រៀបធៀបជាមួយនឹងកូនគេចេះមួយចុះពីរនឹងទេអ្វីដែលយើងត្រូវធ្វើក្នុងនាមជាអាណាព្យាបាលឆ្លាតវៃបងប្អូនត្រូវតែសិក្សាឲ្យបានស៊ីជម្រៅអំពីលទ្ធផលរបស់កូនថាតើហេតុអ្វីបានជាកូនរបស់យើងទទួលបានលទ្ធផលមិនល្អដូចកូនគេថាតើមកពីកត្តាអ្វីកត្តាយើងឬក៏កត្តាគាត់ឬក៏កត្តាសាលារៀនបងប្អូនត្រូវតែសិក្សាឲ្យបានស៊ីជម្រៅអំពីដើមហេតុដើមចំនៃការកើតឡើងបើសិនជាបងប្អូនសិក្សាដឹងហើយឧទាហរណ៍ថាដោយសារតែគាត់ខ្លួនឯងមិនខំរៀនអញ្ចឹងបងប្អូនទាំងអស់គ្នាត្រូវតែជំរុញលើកទឹកចិត្តនិយាយហេតុផលនិយាយអំពីការលះបង់របស់យើងមិនមែនមិនទាន់បានសិក្សាស្រាវជ្រាវស៊ីជម្រៅអំពីបញ្ហាផងយើងក៏ម៉ៃយកយើងក៏ចាប់ផ្ដើមហែងនេះចេះហែងអន់មិនហែងមិនមើលកូនគេរៀនឆ្លាតកូនគេរៀនពូកែកូនគេជាប់ចំណាត់ថ្នាក់ល្អនឹងវាមិនមែនជារឿងត្រឹមតែយើងគួរតែធ្វើទេអ្វីដែលយើងគួរតែធ្វើគឺសិក្សានឹងឯងអញ្ចឹងឧទាហរណ៍បន្ទាប់ពីយើងបានដឹងអាហ្នឹងយើងជំរុញលើកទឹកចិត្តគាត់ណាអូខេឧទាហរណ៍ថាខែហ្នឹងគាត់ទទួលបានលទ្ធផលមិនល្អទេអញ្ចឹងអ្វីដែលយើងត្រូវធ្វើគឺជំរុញលើកទឹកចិត្តយើងអាចនិយាយបានថាឥឡូវលទ្ធផលក្នុងខែហ្នឹងកូនធ្វើអត់បានល្អទេប៉ុន្តែម៉ាក់ប៉ានៅតែជឿជាក់លើកូននៅតែសង្ឃឹមលើកូនម៉ាក់ឆ្លាតកូនម៉ាក់ពូកែម៉ាក់ជឿជាក់ថាកូនអាចធ្វើបានខែក្រោយតែខែហ្នឹងអត់អីទេចាំខែក្រោយចាំកូនយកលេខល្អជាងហ្នឹងក៏បានដែរក៏ប៉ាថាអីដែរក៏ប៉ាសប្បាយចិត្តដែរហើយបើសិនជាយើងឃើញគាត់ធ្វើមិនបានល្អចាប់ផ្ដើមក្តៅយកហ្មងអានឹងពិបាកមែនដែរខ្ញុំឃើញអាណាព្យាបាលមួយចំនួនគឺគាត់អញ្ចឹងគាត់ដាក់សម្ពាធខ្លាំងមែនដែរទៅលើកូនរបស់គាត់ដល់ថ្នាក់កូននឹងអង្គុយយំកូននឹងពិបាកចិត្តជាមួយនឹងលទ្ធផលមែនដែរពេលប្រឡងម្ដងពេលចេញលទ្ធផលម្ដងគឺគាត់ពិបាកចិត្តណាស់សម្ពាធហ្មងគាត់ខ្លាចតែធ្វើមិនបានល្អហើយដល់ពេលអញ្ចឹងអារម្មណ៍នៃការរៀនវាភ័យខ្លាចអញ្ចឹងរៀនក៏មិនប្រកែណាព្រោះអារម្មណ៍គិតតែពីសម្ពាធពីគ្រួសារមកណាអូខេអញ្ចឹងត្រូវជំរុញលើកទឹកចិត្តគាត់ទៅសារគាត់បើទោះបីជាគាត់មិនទទួលបានលទ្ធផលល្អក៏ដោយហើយត្រូវចេះយើងខ្លួនឯងក៏ត្រូវចេះជំរុញគាត់ដែរមិនមែនថាយើងពឹងតែសាលាមកមុខហើយគឺចប់ទេក្នុងនាមជាម៉ាក់ប៉ាឆ្លាតក៏ត្រូវតាមដានការសិក្សារបស់កូននៅផ្ទះដែរជំរុញឲ្យគាត់ធ្វើកិច្ចការសាលាឲ្យបានហើយមុនដើរលេងមុនធ្វើអីមួយផ្សេងអញ្ចឹងទៅតាមដានតែគាត់រៀនអត់ដល់ផ្ទះឬគាត់ដើរតែលេងអានឹងយើងនៅជាមួយគាត់ច្រើនជាងសាលាទៅទៀតដូច្នេះហើយយើងត្រូវតែជួយតាមដានបន្ថែមផងយើងមិនអាចពឹងនៅសាលាបានទេហើយមានអាណាព្យាបាលខ្លះក៏អញ្ចឹងដែរបាទដាក់មកសាលាគឺពឹងលើសាលាទៅដល់ផ្ទះវិញគាត់អត់ធ្វើគាត់អត់រៀនមិនដែរគិតទេមិនដែរខ្វល់ទេបាទអត់មានវិន័យឲ្យកូនខ្លួនឯងទេណាថាតើគាត់ត្រូវធ្វើអីមកផ្ទះវិញអញ្ចឹងកូនគេបើកែកូនគេឆ្លាតគេមានម៉ាក់ប៉ាចាំជួយជ្រុំជ្រែងអញ្ចឹងចាំបង្ហាញផ្លូវអញ្ចឹងចុះបើយើងពេលខ្លះយើងនៅជាមួយកូនហើយអត់បាននិយាយជាមួយកូនផងហ្នឹងណាអញ្ចឹងពេលខ្លះក៏ដោយសារតែយើងដែរអញ្ចឹងកុំស្ដីបន្ទោសគាត់ណាកុំស្ដីបន្ទោសគាត់កុំប្រៀបធៀបគាត់
ប៉ុន្តែយើងត្រូវមើលខ្លួនឯងតើខ្លួនឯងបានជួយអ្វីខ្លះទៅដល់ពួកគាត់ហើយក្រៅពីលុយកាក់ក្រៅពីថវិកាក្នុងការពុតក្នុងការសិក្សារៀនសូត្រអូខេនេះគឺជាអ្វីដែលជាបញ្ហាហើយមកដល់ពេលនេះចំនួននៃការបោះបង់ក៏មានច្រើនដែរដោយសារតែរឿងមួយនឹងការដែលគាត់បាក់ទឹកចិត្តមានន័យថានៅពេលដែលគាត់រៀនអត់ចេះគាត់រងសម្ពាធពីគ្រួសាររបស់គាត់ចឹងចង់គឺគាត់នឹងលែងមករៀនហ្មងគាត់នឹងបោះបង់ការសិក្សាតែម្ដងលទ្ធផលចុងក្រោយអត់ជោគជ័យនៅក្នុងការសិក្សាអញ្ចឹងការធ្វើការដឹកនាំជីវិតក៏វាពិបាកទៅតាមនឹងដែរអញ្ចឹងហើយខ្ញុំគិតថាវាគ្មានអ្វីដែលជាចំណេញទេការស្ដីបន្ទោសវាមិនចំណេញទេផ្ទុយវិញបងប្អូនចូលប្រើពាក្យផ្អែមល្ហែមការលើកទឹកចិត្តណាជំរុញណែនាំនិយាយអំពីហេតុផលឲ្យគាត់បានយល់ណាថាតើតម្លៃនៃការអប់រំវាពិតជាសំខាន់ប៉ុណ្ណាប្រសិនបើយើងមិនទទួលបាននៃការអប់រំតើយើងនឹងជួបផលវិបាកអ្វីខ្លះបញ្យល់កូនយើងណែនាំកូនយើងឲ្យគាត់យល់ណាអូខេសូមបញ្ជាក់ណាកុំឲ្យសោះការប្រៀបធៀបកុំឲ្យសោះការស្ដីបន្ទោសនៅរាល់ការដែលទទួលបានលទ្ធផលមិនល្អអំពីសាលាពីព្រោះពេលខ្លះបន្ទុកវាមិនមែនជាការកំណត់ជោគវាសនានោះទេណាប៉ុន្តែយ៉ាងណាក៏ដោយណាដើម្បីឲ្យគាត់មានទឹកចិត្តបន្ថែមយើងមានតែការសរសើរនឹងឯងអូខេអញ្ចឹងសង្ឃឹមថានេះគឺជាចំណុចមួយនៅក្នុងការដាស់តឿនទៅកាន់បងប្អូនមួយចំនួនតូចដែលតែងតែចូលចិត្តប្រើពាក្យសម្ដីក្រោតក្រៀតអសុរោះស្ដីបន្ទោសបង្អាប់ណាទៅកាន់កូនរបស់ខ្លួននៅពេលដែលគាត់ធ្វើមិនបានល្អ